បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកតាមដានស្ដាប់ Channel Re-Rain of the Soul ទាំងអស់គ្នាបាទថ្ងៃនេះដែរ Channel របស់ខ្ញុំបានវិលមកជួបពុកម៉ែបងប្អូនវិញហើយបាទដែលគាំនាំមកនៅប្រធានបទថ្មីមួយបាទខ្ញុំបាទចង់ចែករំលែកជូនពុកម៉ែបងប្អូនជនរួមជាតិខ្មែរបាទវីដេអូថ្ងៃនេះគឺវាអត់ចេញឆ្ងាយពីបញ្ហាព្រំដែននៅរវាងកម្ពុជាសៀមទេពុកបងប្អូនណាបាទដោយសារតែគិតមកដល់ពេលនេះសៀមវាមិនទាន់បកគោលទឹកដីឲ្យកម្ពុជាអញ្ចឹងខ្ញុំនៅតែព្យាយាមធ្វើវីដេអូបង្កើតវីដេអូជាច្រើនពាក់ព័ន្ធទៅនឹងបាទទង្វើខុសច្បាប់ដែលសៀមវាបានឈ្លានពានកម្ពុជាហើយវាដណ្ដើមបានកាន់កាប់ទឹកដីរបស់កម្ពុជារហូតទៅដល់40ទីតាំងជាងបាទហើយមានពាក្យចចាមអារាមថាឥឡូវនេះវាកើនរហូតទៅដល់50ទីតាំងឯណោះប៉ុន្តែវាមិនទាន់ជាព័ត៌មានច្បាស់ការទេព័ត៌មានដែលច្បាស់ការដែលទទួលស្គាល់ដោយភាគីរដ្ឋាភិបាលកម្ពុជាក៏ដូចជាអ្នកតាមដានស្ថានភាពព្រំដែនកម្ពុជាសៀមគឺគេឯកភាពគ្នាត្រឹមតែ40ទីតាំងជាងទេអញ្ចឹងយើងថាតាមគេទៅបាទ40ទីតាំងបាទឥឡូវដើម្បីកុំឲ្យខាតពេលយូរពុកម៉ែបងប្អូនសូមទៅតាមដានទស្សនានិងស្ដាប់ការបកស្រាយរបស់ខ្ញុំដូចតទៅបាទសូមក្រុមជេកពុកម៉ែបងប្អូនណាថ្មីនេះខាងស្ថាប័នក៏ដូចជាមន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការសហជីវជាតិពុកម៉ែបងប្អូនអង្គការសហជីវជាតិដែលហៅកាត់ថា UN ណាគេបានធ្វើសេចក្តីថ្លែងការណ៍គេបានបង្ហោះសារនៅលើ social media បាទគេថាប្រជាពលរដ្ឋកម្ពុជាដែលជាជនភៀសសឹករសារសង្គ្រាមឈ្លានពានពីសំណាក់សៀមហ្នឹងគឺអាចនឹងត្រឡប់ទៅកាន់ទឹកដីកំណើតបាទលំនៅឋានភូមិស្រុកដែលជាទឹកដីរបស់ខ្លួនវិញបាទទឹកដីដែលសៀមកំពុងតែកាន់កាប់ដោយខុសច្បាប់បណ្ដោះអាសន្នហ្នឹងបងប្អូន UN ខាងផ្នែកសិទ្ធិមនុស្សហ្នឹងគេមានសិទ្ធិនិយមបាទហើយយើងមើលសំណេរហ្នឹងហាក់ដូចជាគេច្បាស់លាស់ណាស់ថាជនភៀសសឹកកម្ពុជាទាំងឡាយហ្នឹងគឺប្រកាសជាអាចវិលទៅកាន់ទឹកដីលំនៅឋានរបស់ពួកគាត់វិញមិនខានទេបាទព័ត៌មាននេះcaption នេះវាធ្វើឲ្យបងប្អូនខ្មែរយើងមួយចំនួនធំគឺរំភើបមែនទែនបាទអ្នកតាមដានស្ថានភាពតាមដាននយោបាយបាទគឺគេបានមានសង្ឃឹមគេមានក្តីសង្ឃឹមចំពោះការលើកឡើងការបង្ហោះសារពីសំណាក់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហជីវជាតិនេះបាទហើយបងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាខ្ញុំក៏មានក្តីសង្ឃឹមដែរប៉ុន្តែខ្ញុំមិនរំភើបពេកទេមិនសង្ឃឹមខ្លាំងពេកទេបាទចំពោះសារមួយនេះបាទហើយដើម្បីពុកម៉ែបងប្អូនបាទវាគឺជាសារវាជាសញ្ញាមួយដ៏ល្អប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនសង្ឃឹមខ្លាំងបាទខ្ញុំសង្ឃឹមត្រឹមតែអាច50ឬក៏60%ទេដែលជនភៀសសឹកកម្ពុជាអាចត្រឡប់ទៅកាន់ទឹកដីរបស់ខ្លួនវិញបន្ទាប់ពីសៀមព្រមប្រគល់ណាព្រមប្រគល់ទឹកដីដែលវាកាន់កាប់ដោយខុសច្បាប់ហ្នឹងត្រឡប់ឲ្យមកភាគីកម្ពុជាវិញបាទអញ្ចឹងខ្ញុំសង្ឃឹមត្រឹមតែ50ទៅ60%ប៉ុណ្ណោះបាទហេតុអីបងប្អូនដោយសារអញ្ចឹងធម្មតាមន្ត្រី UN ណាគឺគេធ្វើការគេមាននីតិវិធីរបស់គេបាទគេមានគោលការណ៍របស់គេមានធម្មនុញ្ញរបស់អង្គការសហជីវជាតិរបស់គេស្ដីអំពីសិទ្ធិមនុស្សបាទអញ្ចឹងគេនិយាយគឺសុទ្ធតែគេហៅថាពាក្យលើកទឹកចិត្តគេនិយាយដោយឯកនឹងឈរនៅលើគោលការណ៍ច្បាប់អន្តរជាតិបាទសៀមឈានពានកម្ពុជាហ្នឹងបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីទឹកដីរបស់ខ្លួននេះអាហ្នឹងគឺវាខុសនឹងច្បាប់អន្តរជាតិហើយបាទអញ្ចឹងសៀមខុស 100% បាទបើតាមច្បាប់អន្តរជាតិសៀមត្រូវតែប្រគល់ទឹកដីរបស់ខ្មែរហ្នឹងត្រឡប់មកខ្មែរវិញជាដាច់ខាតបាទអញ្ចឹងខ្ញុំជឿជាក់ថាក្នុងកលៈទេសៈណាក៏ដោយនៅក្នុងនាមជាមន្ត្រីជាបុគ្គលិកផ្នែកសិទ្ធិមនុស្សមកពីអង្គការសហជីវជាតិគាត់នឹងនិយាយឈរនៅលើគោលការណ៍ច្បាប់បាទហើយគាត់និយាយគឺការពារនិងផ្ដល់តម្លៃខ្លួនឯងហេតុអ្វីគឺចង់បញ្ជាក់ថាស្ថាប័នអង្គការសហជីវជាតិផ្នែកសិទ្ធិមនុស្សនេះគឺធ្វើការមានប្រសិទ្ធភាពបាទមានទឹកមាត់ប្រៃបាទក្នុងការដោះស្រាយបញ្ហាជម្លោះរវាងប្រទេសមួយទៅប្រទេសមួយនិយាយរួមគឺគាត់អត់និយាយទម្លាក់ខ្លួនឯងទេគាត់និយាយយ៉ាងណាឲ្យល្អខ្លួនឯងគាត់និយាយយ៉ាងណាឲ្យស្ថាប័នណាអង្គភាពសិទ្ធិមនុស្សរបស់ UN ហ្នឹងគឺមានតម្លៃបាទអញ្ចឹងខាងសិទ្ធិមនុស្សរបស់អង្គការ UN ហ្នឹងគេលើកឡើងបែបនេះគេឈរនៅលើគោលការណ៍ច្បាប់អន្តរជាតិបាទបើយើងផ្អែកបាទបើយើងយោងទៅតាមធម្មនុញ្ញនៃអង្គការសហជីវជាតិសៀមជិនពីកម្ពុជារំលោភកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់បែបនេះគឺវាខុសច្បាប់ហើយអញ្ចឹងសៀមអត់មានហេតុផលអីត្រូវកាន់កាប់ទេត្រូវតែប្រគល់ទឹកដីកម្ពុជាត្រឡប់មកឲ្យភាគីកម្ពុជាវិញជាចាំបាច់បាទជាដាច់ខាតបាទអាហ្នឹងមួយ
ហើយមួយទៀតអង្គការសហជីវជាតិហ្នឹងគាត់ចង់បង្កើនបាទចង់រក្សាតម្លៃខ្លួនឯងបាទចង់លើកតម្លៃស្ថាប័នខ្លួនថាអង្គភាពសិទ្ធិមនុស្សនេះបាទធ្វើការមានប្រសិទ្ធភាពមានទឹកមាត់ប្រៃដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយការពារជួយគាំពារបាទសិទ្ធិមនុស្សអន្តរជាតិបាទអញ្ចឹងខ្ញុំគិតថាមន្ត្រីរបស់ UN ផ្នែកសិទ្ធិមនុស្សនេះគាត់លើកឡើងគឺមិនបានផ្អែកបាទមិនបានផ្អែកទាំងស្រុងទៅលើស្ថានភាពជាក់ស្ដែងទេបាទគាត់និយាយនេះគឺវាពាក់ព័ន្ធទៅនឹងគោលការណ៍ជាទូទៅបាទស្ដីពីសិទ្ធិមនុស្សស្ដីពីច្បាប់អន្តរជាតិបាទស្ដីពីបញ្ហាព្រំដែនអន្តរជាតិរវាងប្រទេសមួយទៅប្រទេសមួយបាទអញ្ចឹងសួរថាយើងមានសង្ឃឹមអត់បាទគាត់និយាយពាក់ព័ន្ធទៅនឹងផ្លូវច្បាប់វាខុសហើយសៀមវាខុសហើយប៉ុន្តែសួរថាតើច្បាប់អន្តរជាតិធានាថាមានប្រសិទ្ធភាពឬក៏អត់ប្រទេសមួយឈានពីប្រទេសមួយតើច្បាប់អាចនឹងអូសកប្រទេសដែលរំលោភគេឈានពីគេនឹងទៅកាត់ទោសដែរឬអត់បាទសំណួរវានៅត្រង់កន្លែងហ្នឹងហើយបើសិនជាអង្គការសហប្រជាជាតិនេះផ្នែកសិទ្ធិមនុស្សនេះបានត្រឹមតែធ្វើសេចក្តីថ្លែងការណ៍សេចក្តីអំពាវនាវខ្វះការអនុវត្តខ្វះវិធានការដែលមានប្រសិទ្ធភាពខ្ញុំជឿជាក់ថាសៀមវាមិនព្រមបកគោលទឹកដីកម្ពុជាឲ្យមកកម្ពុជាវិញទេបាទប្រសិនណាបើយើងមិនបង្កើនសម្ពាធឲ្យកាន់តែខ្លាំងបាទទៅលើសៀមទាំងភាគីកម្ពុជាទាំងសហគមន៍អន្តរជាតិបាទទាំង UN ខ្ញុំជឿជាក់ថាសៀមវាមិនមានភាពស្គីប្រមាស់ក្តៅក្រហាយទេអញ្ចឹងប្រសិនបើស្ថានភាពវាស្ងប់ស្ងាត់ដូចបច្ចុប្បន្ននេះបាទ 100% គឺសៀមនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់បន្តរក្សាកម្លាំងយោធានៅលើទឹកដីកម្ពុជាបាទអរគុណណាស់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យអត់ទោសផងដែរបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយពុកម៉ែបងប្អូនណាហើយបើសិនជាបងប្អូនមានខមមិនឬក៏មានមតិយោបល់អីចង់កែសម្រួលឬក៏ចង់បំពេញបន្ថែមអីអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំរីករាយក្នុងការជជែកវិញ្ញារកខុសត្រូវនិងរកហេតុផលជាមួយពុកម៉ែបងប្អូនបាទហើយបើសិនជាប្រិយមិត្តយល់ថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនអាចបង្ហាញការគាំទ្រមកដល់ខាងខ្ញុំបាទតាមរយៈការចុច Subscribe បន្ទាប់មកចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូពាក់ព័ន្ធទៅនឹងការចែករំលែកចំណេះដឹងខាងសង្គមសេដ្ឋកិច្ចហើយនិងនយោបាយជាច្រើនបន្ថែមទៀតជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ណាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសន្យាជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមគោរពជម្រាបលា